សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់មក review ម៉ូតូកាមួយគ្រឿងឲ្យបងប្អូនទាំងអស់គ្នាបានដឹងឃើញបងប្អូនយើងមួយចំនួនហ្នឹងគាត់ comment សួរខ្ញុំនៅក្នុង Facebook ហើយក៏ដូចជានៅក្នុងឆាតគាត់ឆាតមកសួរខ្ញុំចឹងហើយវីដេអូនេះខ្ញុំថតម្ដងហ្នឹងទៅផុសនៅក្នុង Facebook ទេភាសាមានបងប្អូនយើងច្រើនសួរខ្ញុំម៉ូតូបងលេងអស់ប្រមាណដាក់ធុងអស់ប្រមាណកាងប្រមាណហើយធ្វើនៅណាដែរឲ្យមានបងប្អូនយើងច្រើនគាត់ឆាតមកសួរខ្ញុំឥឡូវខ្ញុំធ្វើវីដេអូមួយដើម្បីសរុបគ្រឿងម៉ូតូការបស់ខ្ញុំហ្នឹងខ្ញុំធ្វើអស់ប្រមាណហើយធ្វើនៅណាតម្លៃប្រមាណអីហ្នឹងសូមនិយាយក្នុងវីដេអូហ្នឹងសរុបឲ្យបងប្អូនទៅមកហើយតាមពិតទៅម៉ូតូខ្ញុំនេះក៏វាមិនមែនជាម៉ូតូលេងឲ្យអស់ច្រើនអីដែរហើយក៏មិនស្អាតអីដែរគាត់ថានេះយើងលេងតាមទឹកលុយយើងលេងបែបស្អាតធម្មតាអត់មានទៅដាក់របស់អីល្អអីទេនេះជាម៉ូតូរបស់ខ្ញុំហ្នឹងគឺប្រភេទ CB 250កាកម៉ូតូណាអត់មានម៉ូតូលយអីបានណាគាត់ថាអាចនាំខ្ញុំជិះចុះទៅផ្លូវឆ្ងាយបានយ៉ាងស្រួលអត់ព្រួយបារម្ភទេណាប៉ុន្តែពេលខ្លះក៏ព្រលឹងជប់សក់ដែរពេលដែលខូចម្ដងអីហ្នឹងលុយក៏គេច្រើនបងប្អូនយើងហើយវីដេអូនេះផ្ញើជូនដល់បងប្អូនយើងធីមអ្នកដែលជិះម៉ូតូ CB 125 CB 150 CB 250ឬក៏ CB 300ជាដើមក៏ដូចជាបងប្អូនផ្សេងទៀតដែលចូលចិត្តឆ្លាញ់ម៉ូតូធំចង់ដឹងព័ត៌មានតាក់ទងទៅនឹងម៉ូតូខ្ញុំមិនមែនជាអ្នកដឹងច្រើនអីទេគាត់ថាបទពិសោធន៍ខ្ញុំចំពោះការជិះម៉ូតូនេះយូរដែរពីទៅ2ឆ្នាំហើយខ្ញុំជិះដំបូងក៏មិនមែន CB 250ដែរខ្ញុំជិះចាប់ពី CB 125រហូតដល់ CB 150 CB 150គឺខ្ញុំជិះ3គ្រឿងឆ្នាំ2018មួយគ្រឿង2019ហើយ2000ម៉ាននេះដូចជាខ្ញុំភ្លេចបាត់មិនដឹងថាខ្ញុំដូរអស់3គ្រឿងហើយ CB 150ឥឡូវនេះខ្ញុំជិះជាក់ស្ដែងហ្នឹងរាល់ថ្ងៃហ្នឹងជាប់រហូតមកអត់មានបញ្ហាហ្នឹងគឺ CB 250នេះឯងតែខ្ញុំបានដាក់ធុងសងខាងហ្នឹងធុងនេះសងខាងហើយមានកាងអាចដាក់ធុងពីក្រោយមួយទៀតអាចដាក់ធុង3បានប៉ុន្តែដោយសារតែអាធុងក្រោយនេះខ្ញុំអត់ដាក់ទេគាត់ចង់ដាក់ហើយមានគ្រឿងលេងអីផ្សេងទៀតចាំមកទស្សនាឬក៏ខ្ញុំ review ខ្ញុំមិនមែនអ្នក review professional អីណាគឺខ្ញុំ unprofessional គឺអត់ចេះ review ទេនឹកឃើញអីគឺនិយាយហ្នឹងមកហើយជាមួយទីទៀតគឺខ្ញុំប្រាប់ពីគ្រឿងលេងពីក្បាលរហូតដល់ក្រោយហ្មងពីក្បាលម៉ូតូរហូតដល់ក្រោយមានគ្រឿងលេងអីខ្លះមិនអត់មានប្រយ៉ងអត់មានប្រូអីត្រៀមទុកដើម្បីការនិយាយអីទេក៏អត់ទេនឹកឃើញអីគឺនិយាយហ្នឹងមកនឹកឃើញប្រាប់អីគឺនិយាយហ្នឹងមកព្រោះមិនមែនជាអ្នក review អីទេគាត់ថាមានបងប្អូនយើងឆាតនៅក្នុង Facebook ហ្នឹងគាត់ឆាតមកសួរយើងច្រើនហើយភាគច្រើននៅក្នុង TikTok ក៏ដូចជានៅក្នុង YouTube ខ្ញុំក៏អត់សូវឃើញមានការចែកម្លែកតាក់ទងនឹងធុងអីផ្សេងឃើញគាត់ប្រាប់ដែរប៉ុន្តែប្រាប់អត់អស់អត់ចង់ចំណុចតែបងប្អូនយើងចង់ដឹងពេលខ្លះប្រាប់ពីតម្លៃខ្ញុំក៏ធ្លាប់សួរគេដែរបងប្អូនខ្ញុំធ្លាប់សួរគេការធ្វើនៅណាធ្វើអស់ប្រមាណខ្ញុំសួរគេ3ថ្ងៃគេមិនឆ្លើយជួយខ្ញុំពេលខ្លះតើតែយើងទៅជួយ like ជួយ share ទូឲ្យកាហ្វេទេអាហ្នឹងគឺគេចង់ប្រាប់យើងបើថាយើងគ្រាន់តែសួរគេដើម្បីចែកម្លែកបទពិសោធន៍គ្នាមិនងាយទេបងប្អូនអើយខ្ញុំសួរគេច្រើនមិនងាយទេហើយសម្រាប់ខ្ញុំពេញចិត្តនឹងបងប្អូនដែលសាកសួរព័ត៌មានអីផ្សេងៗតាក់ទងនឹងម៉ូតូគឺខ្ញុំពេញចិត្តប្រាប់តោះមកខាត់ពេលយូរតបែមកមើលគ្រឿងផ្សេងដែលខ្ញុំលេងនឹងម៉ូតូខ្ញុំនេះថាវាមានគ្រឿងអីខ្លះហើយគ្រឿងទាំងអស់ហ្នឹងតម្លៃចាប់ពីប្រមាណហើយវាមានតម្លៃប្រមាណហើយវាស្អាតឬក៏យ៉ាងម៉េចបើបងប្អូនមើលទៅថាស្អាតពេញចិត្តទេអាចសាកសួរខ្ញុំបានហើយខ្ញុំអត់ចេះយកអីកងចុងអីទេខ្ញុំប្រាប់បងប្អូន
nhầm phơi na ở vào mát bông phôn rồi tinh luôn anh tới chạy tô tụi mẹ tầm nông tới nhầm trap tí tăng hay bông phôn tụi mẹ tầm nông tinh luôn anh tới tao bong bóng nó kia mọi khát pel dương mà mơ ở kêu accessory đây nhầm riệp lơ mà tô này từng ngọc kia ta ấy này một cái dây lơ các bạn xol đấy nhầm tinh ở sam chieng sam spray chieng á và hai chiếc tông sam bảy nè các bạn xol này rồi mùi tiết cụt này tầng thay đạn nâng cụt nâng có các bài sai spray đài cụt này sam spray chieng thay chieng có to phơi có đạn công tạn ấy tiết là nâng về pram và mùi tiết chẳng về cho sai spray này hay mùi tiết phơi nhầm dây tập phơi môn cho phơi nè anh ấy về miền bay crop anh ấy về miền bay crop mà cú viên nắng mà bà dân bột cho môi nâng cà to tiết pram rìa hay nhầm to men to mà đón tầng bay á anh ấy về miền bay này mà cho hiếm về miền bay khăn nó về miền bay thiệt chẳng anh ấy nhầm to mà đón nhầm đã tầm mà cu thì tầm bốn nhầm đã mà cu men đôi bóng ôn khơi tầng off về miền bay cu ấy nè họ tới nè anh ấy mà cu với các bài sam sắp rìa mà cú có bài sam sắp rìa tầng thay to tiết vì sam sắp rìa chiềng nó mà cu hay bóng ôn con mơ tầng mà chỉ hiếm việc bay cu mà chỉ hiếm việc bay pool khăn nó có bấy anh khăn nó có bấy khăn này có bay dân tầng off với bay cu tầng off với bộ mùi pool hay mà cú với sam sắp rìa chiềng tầng thay to anh nó dân ở bộ con tạ tề anh ấy nhầm dây ta rừng pool miền lơ đi muối anh ấy bay cù tầng o hay các bạn đi rồi thấy chân là chân chạm mà to này chân chạm tua sạp này nhóm đã brand bỏ mà to vô về miền này cái lấy đòn chạm camera thì ra này dừng ai chạm camera bay rồi học rồi có insta rồi có action camera ấy xem tiết nên lời chân chạm đi bàn cái này có miền này chân nhóm đã pi chân chạm camera này nhóm đã pi mối vì đập pram rê chieng anh ấy mối pram đập rê chieng việc tông bài chia đập mùi riêng năng ảnh chân mùi không đầm lại mùi tại bao nhóm đã pi chân chạm camera chạm tu sập ní vì mình pi chân ai chạm tu sập bàn pi á anh nắng xâm rạp phơi hay nâng chân chạm camera chấm này kêu lên tiết này các bạn thông tật các bạn cà phê sân anh thông tật này các bạn cà phê sân anh thông tật này muối mà phay vào muối rìa nè muối mà phay vào muối rìa tại vì anh miền lai đã CBT anh ấy việt sân anh thông tật vận tải về riêng nhật chiêng vì miền lai CB á muối mà phay vào muối rìa anh nè sầm rạp CB pi rồi ha nâng CB mà rồi ha thông tật với ọt miền tầm hôm pon kia thế bỏ CB mà rồi ha tu chiêng pi rồi ha bỏ pi rồi ha thom chiêng chân dân ai vô sân anh thông tật bỏ mà rồi ha vô mặt đã CB pi rồi ha bàn tế nó bông ôn thử đằng hãy đâm lại với nhâm tinh mà phải vào mùi ai nâng miền càng tiện nhẹ càng đại nhẹ bông ôn mơ bị nâng khơi nhá càng đại đôi chụp piêm chẳng càng đại ní mà cú vì miền là ní mùi chụp hiên xế nhà nó mà chụp hiên xế dân cà pia nó bị để bốc phá hơi nắng đùa ọt bạc đâu mà xin dân thế hơi dân nghe xuống ca chạp pu lơ càng nâng tiệt cả nhom thớ càng sập rê chiềng đấy sầm rạp càng nè càng sập rê chiềng nắng mơ nằm miền ấy tiệt không có nó khơi anh vậy nắng mong chẳng ó na lơ dân tăng pi tập bắn pool hay nâng chân chập thu sạp hay nâng càng ấy xin ní nâng nâng prap ở hơi cho mùi nâng các bạn cà phê thông tật sẵn anh nơi so là càng
càng cào này miền càng cào ở trong này thùng ở lấy dương cho mà đo thùng với nhá thùng ní muối chất cao sập rìa anh ấy aluminium lại panty bát tê Campuchia dương anh ấy men mà cúi cao sập rìa nè mọi người muối cao sập rìa chiềng nè aluminium đại vì miền lại số thà hết anh thay aluminium hỏi anh ấy tầm hôn viên ấy cứ sai sập ram lít thùng anh ấy thùng trên cây này sai sập ram lít anh ấy sầm rạp thùng môi này cứ cao sập rìa chiềng anh ấy cao sập rìa tiện nhang bằng bột tạm năng thế na anh ấy dừng vậyแต่thùng này dừng ở miền bột đầm lay cho môi đầm lay càng này nè càng này xề tiện đầm lay càng này càng nhom tính đôi chia học chiềng học bẩn nèแต่càngនេះណាបងប្អូនអត់មានអាcàngដៃភ្ជាប់ធុងទេណាអាcàngដៃភ្ជាប់ធុងនេះអានឹងផ្សេងទៀតតម្លៃផ្សេងទៀតយើងទិញcàngយើងមានតែcàngឯងយើងមានតែcàngនៅពីក្រោយដូចជាអាវកង់នេះដែលយើងនិយាយងាយយល់បងប្អូនស្រួលស្អប់ដូចជាអាវកង់ក្រោយនេះអត់មានអាដៃចំហៀងដើម្បីផ្សារជាប់ធុងទៀតទេអាហ្នឹងគឺយើងទិញក្រៅអាដៃនេះដៃជាប់ធុងគៀនធុងខាងគៀននេះដែលយើងអាចចាប់ធុងបានហ្នឹងអាហ្នឹងយើងទិញក្រៅទៀតហើយចំពោះកាងមិញខ្ញុំប្រាប់បងប្អូនណាហ្នឹងរួចហើយចំណែកអាដៃកាងអាដៃដែលយើងចាប់ជាមួយធុងនេះអាហ្នឹងតម្លៃវាចូលខ្ទង់30រៀលជាងសងខាងនេះទាំងសងខាងនេះទាំងនេះសងខាងអានេះប្រដាប់កាងដែលយើងចាប់ជាមួយធុង30រៀលជាងហើយខ្ញុំយកទៅផ្សារទៀតយើងផ្សារដៃកាងនេះជាមួយនឹងកាងចាប់ធុងអញ្ចឹងផ្សារអស់35រៀលសងខាងអញ្ចឹងបូកត្រួសហើយគួរសមដែរអញ្ចឹងអស់ហើយមានតែប៉ុណ្្នឹងគ្រឿងលេងខ្ញុំតិចតួចអត់មានច្រើនដូចគេទៅកប៉ុកទេហើយចាំមើលបន្តិចទៀតខ្ញុំនឹងថតវីដេអូជុំវិញម៉ូតូឲ្យបងប្អូនមើលថាគ្រឿងដែលខ្ញុំបានប្រាប់បងប្អូនមុនហ្នឹងតើវាមានអីខ្លះដែលខ្ញុំប្រាប់ណាកែលាន់នេះខ្ញុំតែឯងផងវាពិបាកក្នុងការថតអញ្ចឹងបងប្អូនមិញអាចមើលថាតម្លៃអំពូលតម្លៃកបាំងការពារខ្យល់ហើយនឹងសណាញ់ការពារធុងទឹកអំពូលរបស់ខ្ញុំវាមាន6គ្រាប់យើងហៅថា3គូ6គ្រាប់មួយចំហៀង3មួយចំហៀង3ហើយខាងលើមានមួយទៀតនេះខាងលើនេះហើយនឹងធុងចឹងប៉ុណ្ណឹងឯងសាបទេខ្ញុំលេងបែប adventure បើថារឿង top speed រត់អត់លឿនដូចគេទេ top speed យើងលេងបែបនេះយើងដាក់ធុងដាក់កាងបែបនេះបើយើងចង់បាន top speed ក៏អត់លឿនដូចគេដែរធុងបែបនេះខ្ញុំដាក់បែបនេះខ្ញុំរៀបចំបែប adventure នេះខ្ញុំជិះបានត្រឹម140កុងទ័រណាកុងទ័ររបស់ម៉ូតូខ្ញុំជិះបានត្រឹម140អានេះសម្រាប់យើងរៀបបែប adventure កម្លាំង250 CB ខ្ញុំជិះបាន140តែបើសិនជាបងប្អូនអត់លេងបែប adventure ទេយើងអត់មានធុងយើងអត់មានកាងដែកអីញ៉ៃទេយើងមានតែម៉ូតូតែហ្មងអាហ្នឹងយើងអាចមូលលើ140ទៀតហើយនេះសម្រាប់បទពិសោធន៍របស់ខ្ញុំម៉ូតូខ្ញុំមួយនេះគឺ1លីត្រអាចជិះបានចន្លោះពី35គីឡូទៅ40គីឡូក្នុង1លីត្រណាក្នុង1លីត្រគឺខ្ញុំអាចជិះបាន35ទៅ40គីឡូហេតុអីបើខ្ញុំថាចន្លោះពី35ទៅ40ទី1ខ្ញុំជិះបាន35ហ្នឹងគឺខ្ញុំលេង speed ហើយគឺខ្ញុំលេង speed ខ្ញុំជិះ100ឡើងអញ្ចឹងកុងទ័រ100ឡើងក្នុងចំណុះសាំងឬក៏សាំង1លីត្រក៏យើងអាចជិះបានត្រឹមតែ35គីឡូអីហ្នឹងទេអាហ្នឹងយើងជិះកុងទ័រ100ឡើង100 105 110 120 130 140អាហ្នឹង1លីត្រយើងអាចជិះបានចម្ងាយតែត្រឹម30គីឡូជាងទេណា
អានេះសម្រាប់ម៉ូតូដែលខ្ញុំប្រើប្រាស់ផ្ទាល់ចំណែកបើយើងជិះកុងតរក្រោម100ធំ9 8 7អានឹងចុះក្រោម1លីត្រយើងអាចជិះបាន38ឬក៏40គីឡូអានឹងវាអត់សូវស៊ីទេអានេះវាអត់សូវស៊ីទេអានេះដោយសារតែម៉ាស៊ីនវានៅរៀងថ្មីរៀងអែមដែរវាអត់សូវស៊ីទេណាមួយខ្ញុំប្រើច្រើនលើម៉ូតូនេះអញ្ចឹងខ្ញុំបានគណនាជាក់ស្ដែងនៅចំណុះសាំងក្នុងធុងក៏ដូចជាការប្រើប្រាស់ចម្ងាយនិងការស៊ីសាំងរបស់ម៉ូតូនេះគឺអត់សូវស៊ីទេណាចង់ពេលខ្លះចង់ស្មើជាមួយនឹងអាសង្ខយើងទៀត1លីត្រវាអាចបើយើងជិះតែត្រឹមពីកុងតរ10ដល់កុងតរ90យើងរត់ស្មើប៉ុណ្ណឹងរហូត1លីត្រយើងអាចជិះបាន40គីឡូ40គីឡូដីណាប៉ុន្តែបើយើងលេង speed ដែរយើងជិះ100ឡើងអានឹងវាអត់បាន40គីឡូទេវាបានទៅ30គីឡូជាងទេក្នុង1លីត្រហើយដូចជាអស់ហើយបងប្អូនគ្រឿងលេងខ្ញុំមានតែប៉ុណ្្នឹងហើយអត់មានច្រើនទេភ្លើងតិចតួចអីតិចតួចហើយភ្លើងនេះមិនមែនចេះតែបើកទេណានៅផ្លូវដែលយើងពិបាកក្នុងការបើកផ្លូវដែលមានភ្លៀងឬក៏ចរាចរណ៍ស្រឡះផ្លូវដែលអត់មានគេមកពីមុខយើងអីហ្នឹងយើងអាចបើកបានគឺយើងមិនមែនចេះតែបើកឲ្យចាំងភ្នែកគេភ្នែកឯងឲ្យមើលទៅលយអត់ទេហើយចាំមើលតិចទៀតចាំខ្ញុំថតឲ្យថាខ្ញុំនឹងបើកភ្លើងទាំងលើទាំងក្រោមថាវាបែបម៉េចដោយសារភ្លើងនេះវាពីរពណ៌វាពណ៌សហើយនឹងពណ៌លឿងហើយកុងតាក់ខ្ញុំតនេះក៏រៀងច្រើនដែរកុងតាក់នេះភ្លេចប្រាប់បងប្អូននេះអាគៀនដៃនេះចាំតិចទៀតខ្ញុំថតឲ្យមើលអាហ្នឹងកុងតាក់ Bluetooth យើងអត់មានតខ្សែញ៉ៃហើយវាមានអាលេញាក់ឆ្វេងស្ដាំរហូតណាហើយមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនចាំមើលតិចទៀតហ្នឹងខ្ញុំដាក់វីដេអូថតជុំវិញម៉ូតូនៅខាងចុងវីដេអូឲ្យបងប្អូនគ្នាមើលបាទអរគុណបងប្អូនទាំងអស់គ្នាហើយនេះបងប្អូនមិញហ្នឹងខ្ញុំបាក់ពេកតែឯងបាក់កាន់ថតហើយនេះគ្រឿងលេងអានេះ brand របស់ម៉ូតូ Voss វាមានប្រព័ន្ធទប់លំនឹងដើម្បីកុំឲ្យទូរស័ព្ទរបស់យើងហ្នឹងខូចជើងកាមេរ៉ាថតណាអានេះវាមាន2នេះណាវាមាន2របស់ខ្ញុំហ្នឹងវាមាន2ពួកខ្ញុំដាក់2អានេះមុំល្អអូខេយើងអាចងាយស្រួលដាក់ទៅយើងអាចមើល map យើងស្ដាប់ចម្រៀងខ្ញុំដាក់2ហ្នឹងដោយសារតែមួយខ្ញុំមើល map ហើយមួយទៀតខ្ញុំស្ដាប់ចម្រៀងតាមផ្លូវគឺខ្ញុំអត់ពិបាកទៅទាញទូរស័ព្ទពីកប៉ាល់មើលដោះដូរចូលឡើងហើយគឺអត់ទេគឺខ្ញុំចុចនៅលើហ្នឹងហ្មងកុំឲ្យតែយើងកន្លែងទៅលុកដៃមកយកទូរស័ព្ទយកអីហ្នឹងផ្លូវមកវាបាក់មើលបងប្អូន map អីជាដើមហើយនេះបងប្អូនដូចមិញហ្នឹងភ្លើងខ្ញុំបង្ហាញនេះអានេះ3គ្រាប់ខាងមុខទាំងខាងក្រៅវាមាន2ហើយនេះកុងតាក់ជាក់ស្ដែងកុងតាក់ភ្លើងរបស់ខ្ញុំអានេះកុងតាក់ភ្លើងនេះអាថមនេះអានេះកុងតាក់ខាងលើចំណែកអានេះកុងតាក់ភ្លើងស៊ីនរបស់វាហើយនេះជាកុងតាក់ Bluetooth បជាភ្លើង6គ្រាប់នៅខាងក្រោមនេះភ្លើង6គ្រាប់ខាងក្រោមនេះអានេះ6គ្រាប់ណា6គ្រាប់ដែលខ្ញុំប្រាប់មិញហ្នឹងតែនេះមិនទាន់បានលាងឲ្យមើលទៅប្រឡាក់ខ្ទេចអស់ហើយវាមាន6គ្រាប់ខាងនោះមាន3ខាងនេះមាន3ទាំងអស់6គ្រាប់ហើយ6គ្រាប់ហ្នឹងគឺខ្ញុំបញ្ជាដោយកុងតាក់ Bluetooth នេះបញ្ជាដោយកុងតាក់ Bluetooth ហ្នឹងហើយនេះសំណាញ់ធុងទឹកដែលខ្ញុំប្រាប់បងប្អូនមិញហ្នឹងគឺវាខុសពី CB 150ឃើញទេវាធំជាងហើយនេះសម្រាប់សម៉ាំងអានេះសម៉ាំងស៊ីនរបស់វាគឺខ្ញុំអត់លេងសម៉ាំងទេដោយសារខ្ញុំស្រឡាញ់សម៉ាំងស៊ីនហ្នឹងខ្ញុំឃើញសម៉ាំងស៊ីនហ្នឹងគឺខ្ញុំស្រឡាញ់ខ្ញុំអត់លេងទេហើយនេះធុងដែលខ្ញុំប្រាប់បងប្អូនមុនហ្នឹង45លីត្រអាលុយមីញ៉ូម190រៀលជាងអញ្ចឹងមកគូហ្នឹងបងប្អូនបោកចាក់ស្ដែងទៅហើយបងប្អូនអាចរកទិញបាននៅកន្លែងណាក៏មានដែរធុងហ្នឹងធុងអាលុយមីញ៉ូមហើយនេះធុងមកខាងទៀតមកជាហៀងទៀតហើយកន្លែងនេះដែលខ្ញុំប្រាប់បងប្អូនថាយើងទិញមកយើងមានតកាងនេះទៅនេះកាងនេះយើងអត់មានអានេះអាដៃគៀននេះទេអាដៃសម្រាប់ចាប់ធុងអាហ្នឹងយើងទៅកន្លែងជាងដើម្បីឲ្យគេផ្សារបន្ថែមទៀតអាហ្នឹងតម្លៃផ្សេង
đầm lái thùng này xén đầm lái à càng chặt thùng này xén hay đầm lái để à càng khói này à càng mà tô này anh nâng đầm lái xén thiệt bằng phôn ai trong đang chấp căn tại chấp bác ai chặt như có comment ở trong video nó mà nhầm pra bát than tiền ở miền bánh hà hô khai khan khai ấy ở đây khai tập bằng phôn hiên su nhầm mà tha còn ta su nhầm ở chợ đặc cọt cầm nát nhà này mà tôi nhầm lên chợ sàiให้จะมือติดติดยมปากเพลิงไอ้มือถ้าเพลิงยมเล่นวิญญาณมันเนี่ยแต่ปัญหาไอ้นี่มาโตรูปเพียบมาโตตรงมูลน้ำบางปอนเวียบแบบนั้นยมทงhàngคราวมือติดคือยมมาตอนบานดะเต้ยมมาตอนจังดะยมดะปนเนสันจำเป็นนาทิตตามยมดะทงมือติดอันนี้จะแสดงจะมือยมปากเพลิงเนี่ยอันนี้สำหรับเพลิงเดี๋ยวยังปรับมันยังเป็นเหยียจังเหยียใบอย่างเพลนจังเป็นเหยียแบบนั่งอันนี้ยังไอซอมเพลิงบ้านปนนั่งสมัยนอนเมียนเลยอันเมียนยังเล่นตามตะลุยเมียนลุยเล่นด่าชราเนี่ยบ่าวคนมาปนเมียนแต่ปนนั่ง